ចំណុចចាប់ផ្ដើមក្នុងការសិក្សាភាសា HTML ដំបូងអ្វីដែលយើងត្រូវស្គាល់ដំបូងគេនោះគឺទីតាំងឬក៏ file ដែលយើងត្រូវលើកយកមកសរសេរកូដនៅក្នុងការសរសេរកូដដើម្បីបង្កើតចេញជា website ឬក៏យើងប្រើប្រាស់ HTML ដើម្បីសរសេរកូដជា HTML នោះគឺវាមានកម្មវិធីច្រើនប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តប្រើជាងគេហ្នឹងគឺកម្មវិធី Visual Studio Code នេះឯងដែលវាមានលក្ខណៈងាយស្រួលមុននឹងយើងអាចសរសេរកូដដើម្បីបង្កើតជា website បានជាដំបូងបំផុតគឺយើងត្រូវបង្កើត file index មួយដែលមានកន្ទុយជា .html តើឥឡូវយើងទៅចូលមើលពីរបៀបបង្កើត file អង្គាទី1គឺយើងចុចយក file ហើយយើងចុចយក new text file ហ្នឹងមកហើយវានឹងចេញuntitled one នេះយើងចាប់ផ្ដើមពេលដែលចូលដល់នេះគឺយើងចុច save មកពេលដែលយើង save វានឹងចេញជា folder ចេញជាផ្ទាំងមួយឲ្យយើងជ្រើសរកទីតាំងខ្ញុំជ្រើសយកដាក់ចូលក្នុង drive D ហើយយើងនឹងបង្កើត folder មួយសម្រាប់ដាក់ទុកវាគឺខ្ញុំដាក់ថា folder នោះគឺដាក់ចំណងជើងថា HTML ចឹងបាទ HTML គឺ folder HTML ដាក់មកជាបន្ទាប់នៅក្នុងវាមាន file 2បាទទី1គឺ file name គឺជាកន្លែងដែលយើងដាក់ឈ្មោះនឹងឯងយើងដាក់ជាទូទៅសម្រាប់ page ដំបូងនៅក្នុងនេះគឺយើងប្រើ index បាទឈ្មោះ index ហើយកុំភ្លេចកន្ទុយវាគឺ .html បើសិនបើយើងអត់មាន .html ទេគឺវាអត់ដំណើរការទេបាទ file ហ្នឹងអត់ដំណើរការក្នុង HTML ទេលុះត្រាតែមាន .html ទើបវាដំណើរការហើយយើងបន្ទាប់ពីហ្នឹងមកគឺយើងអាច save បានហើយកន្លែង save បាននេះគឺកន្លែង save យើងចុច save ហ្នឹងមកបន្ទាប់ពីយើងបាន save ហើយគឺយើងទទួលបាន file មួយដែលមានឈ្មោះថា index.html ហ្នឹងអូខេបន្តមកទៀតយើងចូលទៅបង្កើតជា structure HTML មួយដែលយើងពាក្យថានៅកន្លែងចន្លោះលេខ1នេះបាទកន្លែងនេះគឺកន្លែង cursor load proplet នេះគឺយើងវាយពាក្យមកគឺ HTML5 បាទគឺយើងយក HTML5 ណានេះគឺជាទម្រង់ structure របស់ HTML ហើយបាទគឺវាមាន heading មាន document type មាន HTML language en ហើយមាន meta នេះអីយើងអត់បាច់ខ្វល់ទេអានឹងវាមានតួនាទីរបស់វាស្រាប់ហើយ title នេះគឺជាកន្លែងដែលយើងអាចបដូរជាចំណងជើងបាន heading មកហើយឥឡូវយើងទៅមើលនៅលើនៅក្នុង browser របស់យើងនៅ file index របស់យើងសិនតើវាមានលក្ខណៈរបៀបម៉េចអូខេឥឡូវយើងបានចូលទៅបើក file index របស់យើងហើយបាទ file របស់យើងគឺយើងបាន save ទុកមិននេះគឺនៅក្នុង drive D ហើយមាន folder HTML ហើយកន្ទុយ index.html ហ្នឹងពេលតែយើងបើកមកគឺវាអត់មានអីទេដោយសារយើងអត់ទាន់ update អក្សរឬក៏ update ទៅសេអក្សរសេអីចូលទេអញ្ចឹងវានៅតែទេស្អាតបែបនេះជំហានបន្ទាប់ទៀតគឺយើងនឹងរៀនពី take 2គឺ take h take h បាទ heading ហ្នឹង take heading ហើយនឹង take p take paragraph ដូច្នេះដើម្បីឲ្យវាបង្ហាញជាតួអក្សរលក្ខណៈ heading នៅលើ page របស់យើងគឺដំបូងគឺយើងត្រូវសរសេរយើងត្រូវបើក h1 មួយដែលស្ថិតនៅក្នុងចន្លោះ body ហ្នឹង h1 យើងវាយពាក្យ h1 មកហើយយើងចុចសញ្ញា tab ណោបាទចុចសញ្ញា tab អញ្ចឹងវានឹងរត់លក្ខណៈបែបនេះបាទនៅក្នុង heading ហ្នឹងគឺវាមាន6បាទវាមាន6បងប្អូនមើលនេះគឺ h1 h2 h3 h4 h5 h6 អញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញទាំង6 heading ហ្នឹងថាតើវាដំណើរការបែបម៉េចដូចក្នុងនេះគេហៅការហៅនៅក្នុង HTML គឺ take បាទ take h1 h2
អូខេឥឡូវយើងបង្កើត text មួយទៀត h3 text មួយទៀតយើងវាយតែ h3 h4 មកបន្ទាប់មកយើងចុច tab លើ keyboard ហ្នឹងទៅវានឹងចេញឲ្យអូតូហើយ h4 h5 ចុច tab បាទ h6 អូខេអញ្ចឹងវាចេញលក្ខណៈបែបនេះបន្ទាប់មកនៅក្នុង text ហ្នឹងគឺយើងនឹងបញ្ចូលតួអក្សរដែលជួតួអក្សរអ្វីក៏ដោយគឺឲ្យតែស្ថិតនៅក្នុងចន្លោះ text គេហៅថា element ឧទាហរណ៍យើងប្រើពាក្យថា heading 1 copy យកតែម្ដងឥឡូវនៅពេលនេះយើងបានបង្កើតបានជា heading បាន6 heading ហើយគឺលក្ខណៈបែបនេះដើម្បីឲ្យវាបង្ហាញទៅលើ browser ដែលយើង index របស់យើងនៅលើ browser គឺយើងពេលដែលយើងវាយអាហ្នឹងហើយគឺយើងចុច save មកបន្ទាប់មកយើងទៅធ្វើការបើកនៅ file index របស់យើងមកយើងបានចូល file index ហើយវាអត់ទាន់បង្ហាញទេតោះតែយើង refresh បាទអញ្ចឹងយើងចុច refresh វាមកនេះគឺវានឹងបង្ហាញជាលក្ខណៈ heading បាទ heading 1 heading 2 heading 3 heading 4 heading 5 heading 6ហើយវាមានអក្សរគឺវារួមតូចទៅតាមលំដាប់យើងក្នុង heading 6នេះយើងអាចជ្រើស heading 1ដើម្បីសរសេរនៅលើ browser របស់យើងតាមអ្វីដែលយើងពេញចិត្តបានយើងក៏លេចមកមើលនៅលើ website មួយនេះបាទនេះគឺជាទម្រង់ heading ហើយដែលគេសរសេរ learn HTML នេះហើយបន្ទាប់នេះគឺជាសរសេរជាអក្សរធម្មតាគឺជាគេប្រើប្រាស់ p-text ទីទៀតយើងនឹងមកស្វែងយល់និងស្គាល់ពីការប្រើប្រាស់គ្នាឥឡូវយើងនឹងធ្វើការលើកយកទម្រង់នេះទៅសរសេរទៅលើ website របស់យើងឲ្យបានមានលក្ខណៈដូចគ្នាអូខេតោះឥឡូវយើងចូលមកដល់ម្ដងទៀតខ្ញុំធ្វើការលុបចោល heading នេះគឺយក heading តែមួយទេយើងធ្វើយកលំនាំតាមគេគឺ learn HTML បាទ heading បន្ទាប់មកបាទ p នេះបាទនេះគឺជា p text យើងវាយអក្សរ p មួយមកហើយយើងចុច tab ទៅគឺវាចេញជា p text ហើយ p text នេះគឺជាលក្ខណៈសរសេរអក្សរធម្មតាខ្ញុំធ្វើការ copy ចូលតែម្ដងអត់បាច់សរសេរខ្ញុំយូរណាអូខេ p មួយទៀតមកអូខេ p មួយទៀតអូខេអញ្ចឹងនៅនេះគឺ learn heading គឺ h1 element របស់វាគឺ learn HTML ហើយ p text របស់យើង element គឺ HTML is the standard markup language for the web page with HTML you can create your own website HTML is easy to learn you will enjoy it នេះគឺជាលំនាំដូចគេហើយបន្ទាប់មកយើងចុច save មកពេលដែលយើងសរសេរបានប៉ុណ្ណឹងយើងចុច save ហើយយើងទៅមើល file document របស់យើងអូខេយើង refresh មកបាទនេះគឺជាទម្រង់ដែលយើងបានសរសេរឲ្យលក្ខណៈដូចគេគឺ learn HTML ហើយជួយចេញអក្សរបែបនេះបាទអូខេបងប្អូនអរគុណច្រើននេះគឺជាជំហានដំបូងក្នុងការសរសេរកូដដើម្បីបង្កើត website នៅលើការសិក្សាទៅលើ HTML មានបញ្ហាចម្ងល់អាចសាកសួរបានដោយប្រើ comment ឬក៏ join ចូលរួមជាមួយនឹង group ឬក៏ channel Telegram របស់យើងខ្ញុំដើម្បីទទួលបានមេរៀន HTML ក៏ដូចជាមេរៀន CSS ឬ JavaScript ដែលខ្ញុំធ្វើការ upload ផុសជារៀងរាល់ពេលអរគុណច្រើនជម្រាបលាស្រងចាំតាមដាននៅមេរៀនបន្តទៀត